របៀបខួរកណ្ដុររបស់លោកយាយភាសឹកបងប្អូនរាល់ដងធ្លាប់តែអាំងធ្លាប់តែជៀនអញ្ចឹងណាថារសជាតិឆ្ងាញ់ដល់ពេលគាត់យកមកខួរអញ្ចឹងប្លែកម្យ៉ាងដែរតាហើយបើថាអត់ដែរធ្លាប់ធ្វើអត់ដែរឃើញទេបងប្អូនមកមើលគាត់ធ្វើទាំងអស់គ្នាដោយសារតែរបៀបធ្វើរបស់គាត់គឺប្លែកខ្លាំងមែនទែនរំដេងខ្ទឹមសគាត់សរដុតណាបងប្អូនតោះឥឡូវហ្នឹងមកមើលពីរបៀបធ្វើរបស់គាត់ទាំងអស់គ្នាពេលល្ងាចដើរហាត់ប្រាណអញ្ចឹងទៅឃើញគាត់កំពុងធ្វើម្ហូបសួរគាត់ថាបានម្ហូបអីគេគាត់ប្រាប់ថាថ្ងៃហ្នឹងបានខួរកណ្ដុរអូយ surprise មែនទែនបងប្អូនហើយរបៀបធ្វើរបស់គាត់គឺគាត់ត្រូវការយកស្លឹកគ្រៃបងប្អូនផ្នែកស្លឹកខ្លះហើយនឹងផ្នែកគល់ខ្លះហាន់ឲ្យបានច្រើនបន្តិចហើយកដោរបស់គាត់ហ្នឹងគឺគាត់ត្រូវការអញ្ច្រាំមកបងប្អូនគាត់ថាប្រើចំនួនកន្លះគីឡូគាត់ឃ្លានបងប្អូនក៏ខានញ៉ាំយូរហើយគ្រឿងបុករបស់គាត់គឺគាត់ត្រូវការបន្តដាក់ល្មៀតដែរអញ្ចឹងបងប្អូនគ្រឿងក្រៅគាត់ប្រាប់ថាបើសិនជាដាក់តកល់សុទ្ធក៏រសជាតិក៏អត់សូវឆ្ងាញ់ដែរគាត់ថាតើលាស្លឹកលាអីអញ្ចឹងរសជាតិឆ្ងាញ់ហើយឈ្ងុយខ្ទឹមសរំដេងគឺគាត់អត់ត្រូវការបុកលាជាមួយអញ្ចឹងណាបងប្អូនគឺមុននឹងបុកគឺគាត់ត្រូវការយកទៅដុតសិនបងប្អូនគាត់ថាធ្វើអញ្ចឹងធ្វើឲ្យគ្រឿងក្រៅរបស់គាត់ហ្នឹងបង្កើនភាពឈ្ងុយហើយរបៀបធ្វើរបស់គាត់គាត់ថាគាត់ចេះតាំងពីយូរយារណាស់មកហើយអញ្ចឹងបងប្អូនគាត់ដុតនឹងខ្ជូងគាត់ថាអត់មែនភ្លើងកំពុងឆេះដាក់ដុតទេគាត់មកល្មមមកឈ្ងុយហើយទៅគាត់យកទៅលាងហើយទៅគាត់យកមកបុកលាយជាមួយនឹងគ្រឿងក្រៅតែម្ដងហើយសម្រាប់ស្លឹកក្រូចបងប្អូនគឺគាត់អត់ត្រូវការដាក់បុកលាយជាមួយទេគាត់ថាដាក់អញ្ចឹងអត់ឆ្ងាញ់មើលទៅរៀងប្លែកដែរតាបងប្អូនដោយសារតែគ្រឿងក្រៅរបស់ខ្ញុំភាគចាំងគឺខ្ញុំបុកលាយជាមួយនឹងស្លឹកក្រូចអញ្ចឹងណាដល់ពេលគាត់អត់ដាក់បុកទេគាត់ថាកុំឲ្យធ្វើអញ្ចឹងអត់ឆ្ងាញ់ទេតិចរបស់គាត់គឺរៀងប្លែកបន្តិចតែសម្រាប់រសជាតិគឺឆ្ងាញ់របស់គាត់ដែរអញ្ចឹងបងប្អូនពេលដែលគាត់ធ្វើហើយនិយាយថាអូឡើងឈ្ងុយតែម្ដងខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនភាគច្រើនណាស់ដែលបានញ៉ាំអញ្ចឹងណាខួរកដោតែសម្រាប់នៅតំបន់ខ្ញុំមកបងប្អូនភាគច្រើនគឺគេចេះញ៉ាំក៏ប៉ុន្តែខួរកដោហ្នឹងគឺថាបងប្អូនខ្លះគាត់ក៏អត់ហ៊ានភាសាដែរតែភាគច្រើនគាត់ហូបប្រើលក្ខណៈថាជៀនឬអាំងអញ្ចឹងណាបើថាយើងប្រឡាក់ទុកយូរថ្ងៃអញ្ចឹងរសជាតិក៏អត់សូវឆ្ងាញ់ដែរបងប្អូនកដោបើសិនជាយើងប្រឡាក់ភ្លាមអាំងភ្លាមឆ្ងាញ់មែនតើតែបើសិនជាយើងចង់ប្រឡាក់ទុកបងប្អូនប្រឡាក់ព្រឹកហូបល្ងាចអញ្ចឹងទៅឆ្ងាញ់សម្រាប់គ្រឿងបុករបស់គាត់ហ្នឹងគឺគាត់ត្រូវការដាក់ប្រហុកដែរគាត់ថាដាក់ទៅដើម្បីពេលដែលកូរគ្រឿងទៅវាឈ្ងុយល្អហើយវាចាប់ជាតិបានល្អបើសិនអត់ដាក់ប្រហុករសជាតិក៏អត់ឆ្ងាញ់ដែរចៅអើយហើយសម្រាប់តម្លៃកដោបងប្អូនគេធ្វើឲ្យស្រេចនៅតំបន់ខ្ញុំភាគច្រើនមិនអត់ទេគឺថា1គីឡូគេលក់ត្រឹម8-9,000អីអស់ហើយបងប្អូនខ្លះតែ7,000-6,000ក៏មានដែរខែសាបូតែបើថាខែថ្លៃបងប្អូន10000ជាងដែរតាប្រហុកហ្នឹងគាត់ច្រាំតតរៀងឡើងម៉ត់អញ្ចឹងណាគាត់ថាច្រាំម៉ត់រួចរាល់ហើយគឺគាត់ត្រូវការបន្តការបុកលាយជាមួយនឹងគ្រឿងបុកគ្រឿងរួចរាល់ហើយគាត់ទុកម្លែកអញ្ចឹងណាបងប្អូននៅពេលនេះគឺគាត់ចាប់ផ្ដើមបង្កាត់ភ្លើងហើយដល់វគ្គចម្អិនណាបងប្អូនងាយពេលចាប់ផ្ដើមរៀងឆេះគាត់ដាក់ឆ្នាំងហ្នឹងមិនបាច់ចាំដាក់ប្រេងឆាទេគាត់បន្តការដាក់កណ្ដុរដែលគាត់ច្រាំមុនហ្នឹងដាក់ចូលមកលីងតាំងអញ្ចឹងតែម្ដងកុំឲ្យដាក់ប្រេងឆាឬខ្លាញ់ណាគាត់បន្តការរំលីងទៅរំលីងមករហូតទាល់តែរៀងដាច់ទឹកប្រៃគាត់ថាចំណុចនេះគឺចំណុចសំខាន់កាលណាតែយើងដាក់ប្រេងឆាកូរទៅកណ្ដុររបស់គាត់ហ្នឹងមានក្លិនឆ្អាបហើយធ្វើរបៀបនេះគាត់ថាឈ្ងុយល្អឆ្ងាញ់ល្អអញ្ចឹងណាបងប្អូនហើយពេលនេះដែរគឺគាត់ត្រូវការយកស្លឹកក្រូចរបស់គាត់ហ្នឹងយកមកដាក់តែម្ដងយ៉ាងដែរតាស្លឹកក្រូចគាត់អត់បុកទេណាបងប្អូនគាត់បន្តការលីងរបៀបនេះគាត់ថាធ្វើឲ្យកណ្ដុររបស់គាត់ហ្នឹងឈ្ងុយស្លឹកក្រូចប្រហើហើយសម្រាប់ស្លឹកក្រូចរបស់គាត់ណាបងប្អូនគាត់អត់មានដាក់តិចទេណាគាត់ថាដាក់2-3ស្លឹកអញ្ចឹងអត់សូវឈ្ងុយល្អទេគាត់ថាយកមកដាក់ថែមទៀតដើម្បីវាឈ្ងុយល្អហើយរួមទៅគាត់ដាក់ទាំងអញ្ចឹងតែម្ដងម្យ៉ាងដែរតាបងប្អូននៅចិត្តគាត់ឡើងឈ្ងុយម្ហូបឲ្យមានខ្ជិលណាជីកាត់រាល់ថ្ងៃអញ្ចឹងទៅឃើញគាត់ធ្វើម្ហូបរាល់ថ្ងៃតែម្ដងតែរឿងប្លែកថ្ងៃនេះដោយសារតែគាត់ខួរកណ្ដុរឡូចំណុចនេះគឺគាត់ត្រូវការបន្តកូររំលីងរហូតទាល់តែរៀងដាច់ទឹកបន្តិចចាបងប្អូនទើបគាត់យកគ្រឿងបុករបស់គាត់ហ្នឹងយកមកដាក់ចូលតែម្ដងកដោមិនទាន់ដាក់ទឹកទេណាបងប្អូនឃើញទឹកច្រាប់ហ្នឹងទឹកចេញពីកដោហ្នឹងឯងពេលដែលរៀងខាទឹកប៉ុណ្្នឹងហើយគឺគាត់ត្រូវការដាក់ឲ្យបងប្អូនគ្រឿងក្រៅបុកមុនហ្នឹងចំណុចនេះគឺគាត់ថាកុំឲ្យដើរចោលបន្តការរំលីងមកកូរទៅកូរមកដើម្បីគ្រឿងក្រៅរបស់គាត់ហើយនឹងកណ្ដុរហ្នឹងគឺចូលជាតិគ្នាបានល្អកាន់តែឈ្ងុយបានឈ្ងុយប៉ុណ្្នឹងហើយគឺគាត់បន្តការដាក់គ្រឿងទៀតឯងបងប្អូនគ្រឿងក្រៅរបស់គាត់ហ្នឹងគឺគាត់ដាក់ប៊ីចេងដាក់តាមចំណង់ចំណូលចិត្តដែរហើយសម្រាប់ស្ករគាត់ថាអត់ដាក់ច្រើនទេណាបងប្អូនគ្រឿងទេសរបស់គាត់ហ្នឹងស្ករក៏ដាក់បន្តិចដែរគាត់ថារសជាតិកុំឲ្យផ្អែមកាលណាតែផ្អែមក៏អត់សូវឆ្ងាញ់ដែរអំបិលដាក់ទៅបន្តិចគាត់ថាមុននឹងដាក់អំបិលហ្នឹងភ្លក់មើលសិនក៏បានដែរដោយសារតែយើងដាក់ប្រហុកខ្លាចវារាងប្រៃយកបងប្អូនតែប្រៃពិបាកកែចំណុចនេះគឺបន្តការរំលីងរហូតដែរបងប្អូនគាត់ថាអត់ទាន់ដាក់ទឹកទេរំលីងទោះតែគ្រឿងក្រៅរបស់គាត់ហ្នឹងឈ្ងុយហើយឈ្ងុយទៀតហ្នឹងឯងប្រាប់ថាកុំឲ្យដើរចោលអត់កោប្រយ័ត្នរៀងខ្លោចទៅឈ្ងៀមបដ យគាត់ថាកូរទៅកូរមកបន្តិចទៀតទៅគាត់ត្រូវការដាក់ទឹកបងប្អូនគាត់ថាទឹកហ្នឹងក៏អត់ដាក់ច្រើនពេកដែរគាត់ថាអ្នកខ្លះចូលចិត្តរៀងកកអញ្ចឹងទៅ
ឲ្យតែឆ្អិនមកល្មមតែគាត់ថាតាគាត់ហ្នឹងគឺថាចូលចិត្តអញ្ចឹងបងប្អូនចូលចិត្តរៀងទឹកតិចតិចគាត់ប្រឡាក់បាយតែឈ្ងុយខ្លាំងហើយលក្ខណៈមកឆ្អិនហើយទើបគាត់ដាក់ទឹកតាមក្រោយអញ្ចឹងណាបងប្អូនដាក់ទឹកហ្នឹងគឺគាត់ត្រូវការអង្គុយរងចាំរហូតទាល់តែរៀងឡើងពុះដល់ពេលដែលអង្គុយចាំហ្នឹងគឺគាត់អង្គុយញ៉ាំចេកបងប្អូនមើលទៅឡើងទំនងគាត់ថាចេកនេះគេឲ្យទៀតរសជាតិឆ្ងាញ់ណាស់ចេកស្លាប់មុខអីយាយចូលចិត្តញ៉ាំចេកទៀតពូកដោរបស់គាត់ហ្នឹងចាប់ផ្ដើមរៀងពុះហើយពុះយូរគ្រាន់ដែរគាត់បន្តការដាក់ម្រះព្រៅបងប្អូនគាត់ថាដាក់ម្រះព្រៅអញ្ចឹងទៅនាំឲ្យឈ្ងុយខួរកដោគាត់ថាអត់មានម្រះព្រៅរសជាតិអត់ឆ្ងាញ់ណាគាត់ថាបើចៅឯងធ្វើកុំឲ្យភ្លេចដាក់ម្រះព្រៅឲ្យរៀងឡើងច្រើនបន្តិចទៅពេលនេះគឺគាត់ភ្លក់មើលអញ្ចឹងណាបងប្អូនគាត់ថាតែប៉ុណ្ណេះឆ្ងាញ់ហើយតាដឹងហូបបាយបានច្រើនហើយគាត់ធ្វើរួចរាល់បងប្អូនគាត់ឲ្យខ្ញុំភ្លក់ដែរតារសជាតិឆ្ងាញ់មែនតើយីស្នាដៃមនុស្សចាស់បកែធ្វើម្ហូបណាបងប្អូនហើយបើចង់ញ៉ាំបងប្អូនកុំភ្លេចសាកល្បងធ្វើតាមរបៀបគាត់រសជាតិឆ្ងាញ់នៅពេលនេះនឹងខ្ញុំសម្រាប់អរគុណ